ហើយមានព័ត៌មានអ្វីព្រឹកនេះបាទសូមជើញបាទព្រឹកនេះមានព័ត៌មានមួយគឺព្រះវិជារតនញាណគ្រឿងសារៈកោតសរសើរចំពោះសទ្ធាជ្រះថ្លានិងស្មារតីសាមគ្គីភាពរបស់ប្រជាពុទ្ធបរិស័ទនៅក្នុងការសាយលិនបាទសូមជើញបាទនៅក្នុងឱកាសនៃពិធីបុណ្យកឋិនទានសាមគ្គីដង្ហែទៅលើប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអកាលត្រីមាសនៅវត្តរតនសុផានហើយវត្តកោងកាងកាលពីថ្ងៃទី21ខែតុលាឆ្នាំ2025ព្រះវិជារតនញាណគ្រឿងសារៈព្រះបល័តគុណខេត្តនិងជាព្រះចៅអធិការវត្តរតនសុផានហើយវត្តកោងកាងបានមាននិរការទៅមកគុណនិងកោតសរសើរចំពោះសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនានិងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ផ្នែកនាំមន្ត្រីរាជការនិងប្រជាពុទ្ធបរិស័ទទាំងអស់ទាំងនៅក្នុងខេត្តប៉ៃលិននិងនៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជាយើងការកត់ត្រានេះគឺបន្ទាប់ពីព្រះអង្គបានកត់សម្គាល់ឃើញមានស្ដេចនាំមន្ត្រីរាជការនិងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកករួមមានលោកជំទាវសុខសារីលោកជំទាវគីស៊ីនេសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិនមន្ត្រីរាជការនិងពុទ្ធបរិស័ទយ៉ាងច្រើនកកបានចូលរួមដង្ហែអង្គកឋិនទានសាមគ្គីមកកាន់វត្តកោងកាងក្នុងបរិយាកាសសប្បាយរីករាយជាខ្លាចំពោះបុណ្យកុសលពីការធ្វើបុណ្យកឋិនទាននេះព្រមទាំងការផ្តល់ជូននៅអាហារភេសជ្ជៈដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទដែលបានចូលរួមក្នុងកម្មវិធីបុណ្យកឋិនទានសាមគ្គីនេះផងដែរទោះបីប្រទេសជាតិស្ថិតក្នុងវិបត្តិព្រំដែនជាមួយប្រទេសថៃតែថ្នាក់ដឹកនាំប្រជាពលរដ្ឋមានការជឿជាក់និងបង្ហាញតាមការដឹកនាំការសមាជិករបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរសក្តិហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីព្រះវិជារតនញាណគ្រឿងសារៈបានមានជារតិកាបន្តថាការធ្វើបុណ្យកឋិនទានគឺជាការអនុគ្រោះដល់ព្រះភិក្ខុសង្ឃដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទការធ្វើបុណ្យកឋិនទានសាមគ្គីទទួលបានអានិសង្ស5យ៉ាងទាំងពុទ្ធបរិស័ទអ្នកធ្វើកឋិននិងព្រះភិក្ខុសង្ឃអ្នកប្រើគោកឋិនអានិសង្ស5យ៉ាងរបស់អ្នកធ្វើកឋិនគឺទី1មានបញ្ញាគឺខ្លាមុមុតទី2មានពណ៌សម្បុរល្អទី3មានរូបល្អទី4មានគុណពីល្អនិងទី5នឹងបានកើតជាសច្ចៈក្នុងជាតិណាមួយពុំខានឡើយចំណែកព្រះភិក្ខុសង្ឃក៏ទទួលបានអានិសង្ស5យ៉ាងដូចគ្នាគឺទី1និមន្តទៅណាមិនចាំបាច់លាភិក្ខុអង្គគ្នាទី2និមន្តទៅណាមិនចាំបាច់យកស្រ័យជីវរគ្រប់ទី3អាចអានជំនះប្រជុំបានទី4អាចទុកដាក់ស្បង់ជីវរបានតាមរយការនិងទី5ជីវរណាដែលតាមក្នុងអាវាសនោះជីវរនោះនឹងអាចមានដល់ភិក្ខុទាំងនោះផងដែរការនេះតាមរយៈបុណ្យកឋិនទានសាមគ្គីវត្តអារាមនីមួយៗក៏មានលទ្ធភាពអាចទទួលបាននៅបរិវារកឋិនរួមមានសម្ភារៈអវិការសម្រាប់បម្រើដល់ការកសាងសេនាសនៈផ្សេងៗមានដូចជាព្រះវិជាកប់ឧបត្ថម្ភសាលាការទំនុកបំរុងវិស័យពុទ្ធិកសិក្សាការជួយឧបត្ថម្ភដល់ការកសាងសមត្ថភាពក្នុងសង្គមនិងវិស័យសង្គមគិច្ចផ្សេងៗទៀតផងដែរព្រះវិជារតនញាណគ្រឿងសារៈបានបន្ថែមថាបុណ្យកឋិនទានសាមគ្គីគឺជាបុណ្យមួយតាមបែបព្រះពុទ្ធសាសនាដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សាហើយត្រូវបានបង្ហាញចូលទៅគ្រប់ទីវត្តអារាមនៅទូទាំងប្រទេសកម្ពុជាពិធីបុណ្យនេះត្រូវបានប្រារព្ធធ្វើចាប់ពីខែមីរោចដល់ថ្ងៃ15កើតបច្ចុប្បន្នជារៀងរាល់ឆ្នាំបាទនេះជាព័ត៌មានពីខេត្តសលិនបាទសូមបញ្ចប់តែប៉ុណ្ណេះបាទអរគុណលោកពឿនបាទសម្រាប់ការផ្ដល់ជូនមួយព័ត៌មាននេះជម្រាបលាជួបគ្នាឱកាសក្រោយលោកបាទសូមអរគុណសូមជម្រាបលា